បាទខ្ញុំនឹងមកណែនាំឬក៏មកចែករំលែកតាក់ទងនឹងការផលិត content ទៅលើប្រភេទ4ដែលសម្រាប់អាជីវកម្មផ្នែកសេវាអប់រំដើម្បីឲ្យមានប្រសិទ្ធភាពហើយនឹងតេទៀងនៅក្នុងយុទ្ធសាស្ត្រដ៏ល្អបំផុតក្នុងការប្រើប្រាស់រូបមន្តដែលយើងឲ្យនិយាយថាជាប្រភេទ edutainment បាទ edutainment មាន education entertainment គឺការអប់រំបូកជាមួយនឹងការកំសាន្តហើយបន្ថែមជាមួយនឹង value driven content បាទការធ្វើបែបនេះវាគឺជាប្រភេទនៃការជួយទៅលើការកសាងទំនុកចិត្តពីមេដាបេដាហើយនឹងជំរុញចិត្តសិស្សានុសិស្សឲ្យចង់មករៀនតែម្ដងវីដេអូនេះខ្ញុំនឹងចែករំលែកទៅលើ4សសរទ្រូងធំៗដែលយើងហៅថាជា content pillar សម្រាប់យកប្រើប្រាស់ទៅលើទម្រង់ platform របស់ social media Facebook TikTok ឬក៏ Instagram ឬក៏ Telegram ទៅបាទប្រភេទ content ទី1ដូចបងឃើញអ្នកនេះឃើញនៅក្នុងអេក្រង់នេះស្រាប់ទី1យើងនិយាយអំពីមាតិកានៃការផ្ដល់ចំណេះដឹងហើយនឹងតម្លៃដែលយើងនិយាយអំពី value and educational content ដែលជាប្រភេទមាតិកាដែលជួយបង្ហាញថាសាលារបស់យើងឬក៏សាលារបស់អ្នកនរគ្នាគឺជាអ្នកជំនាញឲ្យពិតប្រាកដនៅក្នុងវិស័យអប់រំគំនិតនៃប្រធានបទនៅក្នុងមាតិកាទី1អ្នកគ្នាអាចប្រើប្រាស់ជាប្រធានបទវិធីសាស្ត្រជួយឲ្យកូនឲ្យពូកែរៀនភាសាអង់គ្លេសឬក៏ដោយមិនបាច់ទន្ទិញមាត់បាទអានេះគឺជាប្រភេទមួយដែលយើងចែកម្លែកពីវិសាស្ត្រខ្លីៗដើម្បីជួយរុញឲ្យអាណាព្យាបាលគាត់ឃើញហើយគាត់ជួយជំរុញឲ្យកូនគាត់ទី2ប្រធានបទទី2របៀបនៃការគ្រប់គ្រងពេលវេលាសម្រាប់សិស្សក្នុងការត្រៀមប្រឡងទៅលើគេហៅថារក្សាតុល្យភាពរវាងការរៀននិងការសម្រាកប្រធានបទទី3យើងអាចចែកម្លែកអំពីការប្រើប្រាស់លើបច្ចេកវិទ្យា AI ដែលផ្ដល់ទៅលើផលប៉ះពាល់អ្វីខ្លះដល់ការសិក្សារបស់កូននេះគឺជាដំណោះស្រាយសម្រាប់មេដាបេដាអញ្ចឹងនៅការប្រើទម្រង់ទាំងអស់ហ្នឹងអាចប្រើជា short ជា reel ឬក៏ជាទម្រង់ផ្សេងមកហើយវាអាចចន្លោះពេលរយៈពេលពី40វិនាទីទៅ1នាទីដែលវាអមទៅលើប្លង់ពីរូបផ្សេងៗចឹងមកគឺវាងាយស្រួលក្នុងការប្រើប្រាស់ចំណែកមាតិកាទី2គឺជាប្រភេទមាតិកាដែលយើងនិយាយអំពីគេហៅថាមាតិកាបណ្ដុះគំនិតឬក៏ចិត្តសាស្ត្រ mindset ឬក៏ inspiration វាជាការកសាងទំនាក់ទំនងផ្លូវចិត្តជាមួយនឹងសិស្សហើយនឹងអាណាព្យាបាលតាមរយៈការលើកទឹកចិត្តហើយនឹងការណែនាំអំពីទម្លាប់ល្អៗបាទនៅក្នុងកម្រិតប្រធានបទអ្នកគ្នាអាចចែកម្លែកឧទាហរណ៍ថាពាក្យ3ឃ្លាដែលមេដាបេដាគួរតែនិយាយទៅកាន់កូននៅពេលដែលពួកគេប្រឡងធ្លាក់ឬក៏មិនបានគេថាមិនបានល្អទៅបន្ទូលល្អទៅជាឧទាហរណ៍អញ្ចឹងប្រធានបទទី2អាចនិយាយអំពីរបៀបនៃការបង្កើតទម្លាប់អានសៀវភៅឲ្យបាន15នាទីរាល់ថ្ងៃអានេះវាជាប្រភេទដែលគេហៅថាជា style automatic habit វាជា style មួយដែលជំរុញដើម្បីឲ្យអាណាព្យាបាលគាត់ដឹងគាត់ដាស់ឬគាត់ជួយជំរុញឲ្យកូនគាត់បន្ថែមទៀតប្រធានបទទី3នៅក្នុងមាតិកាទី2អាចរៀបរាប់បំផុសគំនិតថាតើពីសិស្សដែលធ្លាប់តែរៀនខ្សោយឲ្យคล้ายជាសិស្សឆ្នើមប្រចាំសាលាគួរតែធ្វើយ៉ាងម៉េចសិតតែប្រធានបទមួយដើម្បីចូលរួមចំណែកពោលជាទូទៅនៅក្នុងវិស័យអប់រំយើងអាចលក់ទៅលើប្រភេទផ្សេងបានទេដូចក្នុងភាសាទីផ្សារគេតែនិយាយថាកុំលក់ផលិតផលតែត្រូវលក់គំនិតដើម្បីយកអាគំនិតហ្នឹងភ្ជាប់ទៅកាន់ផលិតផលអាហ្នឹងគឺជាប្រភេទអញ្ចឹងបើសិនជាខាងផ្នែកសេវាកម្មផ្នែកបដិបដាឬក៏ផ្នែកអប់រំជាសាលាគេអាចលក់ទៅយកសេវាកម្មឬក៏ផ្នែកកម្មវិធីទេគេច្រើនតែយកប្រភេទចែកគំនិតអំពីអ្វីមួយដើម្បីឲ្យភ្ជាប់ជាមួយនឹងកម្មវិធីសិក្សាផងយើងពួកខ្ញុំគិតថា content អប់រំគឺងាយស្រួលច្រើនមែនទែនក្នុងការបែងចែកទៅលើការប្រើ content ទាំងអស់នោះចំណែកមាតិកាទី3យើងនិយាយអំពីមាតិកាដែលបើកកកាយអំពីសកម្មភាពសាលាដែលអាចឲ្យឈ្មោះថាជា behind the scene ឬក៏ the life at the school ការបង្ហាញទាំងអស់ហ្នឹងគឺបង្ហាញអំពីសកម្មភាពផ្សេងៗអញ្ចឹងនៅក្នុងគំនិតប្រធានបទនេះមានន័យថាម៉េចគឺការបង្ហាញអំពីបរិយាកាសពិតៗដែលជាសេចក្តីសុខឬក៏ជាសុវត្ថិភាពដើម្បីឲ្យមេដាបេដាគាត់មានអារម្មណ៍ថាពិតជាកក់ក្ដៅនៅពេលដែលគាត់បញ្ជូនកូនគាត់មករៀននៅក្នុងប្រភេទប្រធានបទនេះអ្នកគ្នាអាចលើកមួយចំនួនឧទាហរណ៍ថាវាជាសកម្មភាពពីមួយថ្ងៃនៅសាលារបស់យើងកូនបានជួបប្រទះអ្វីខ្លះអាហ្នឹងគឺជាប្រភេទ a day in the life of a student សកម្មភាពបន្តទៅទៀតអាចនិយាយពីការពិសោធន៍នៅក្នុងមន្ទីរពិសោធន៍វិទ្យាសាស្ត្រដែលហៅថាជា STEAM ឬក៏ការបង្កើតគម្រោងច្នៃប្រឌិតរបស់សិស្សានុសិស្សអានេះគឺជាប្រភេទមួយដែលបង្ហាញថាសាលានេះកំពុងតែមាន
បន្ទប់ពិសោធន៍មួយដែលឲ្យសិស្សានុសិស្សក៏រៀនអំពីផ្នែកបច្ចេកវិទ្យាផ្នែកវិទ្យាសាស្ត្រឬក៏ Science ហ្នឹងគឺជាការលំនាំមួយដែលជួយព្រោះសម័យនេះគឺជាសម័យដែលបច្ចេកវិទ្យានិងសម័យវិទ្យាសាស្ត្រដែលក្មេងៗគាត់រៀនច្រើននៅក្នុងវ័យគេហៅថាជា digital native បាទបន្ទាប់មកអាចណែនាំពីគ្រូឬក៏អ្នកគ្រូដែលមានបទពិសោធន៍និងភាពរួសរាយដើម្បីគាត់ចែកម្លែកបន្ថែមទៀតនេះគឺជាទម្រង់មួយដែលជួយក្នុងការកំណត់ដល់ហើយនាំមកយើងមកមើលប្រភេទមាតិកាចុងក្រោយជាប្រភេទមាតិកាទី4ដែលយើងនិយាយអំពីការបង្ហាញពីលទ្ធផលហើយនៅទំនុកចិត្តគឺ social prompt ឬក៏ prompt ឬក៏គេហៅថាជា promotion ការប្រើប្រាស់លទ្ធផលដែលពិតប្រាកដដើម្បីតាក់ទាញនឹងការចុះឈ្មោះចូលរៀនកម្រិតធានបទមានដូចជាខ្លះការទៅជែកវិសាការចែកម្លែកអំពីមេដាបេដាដែលគាត់បានបញ្ជូនកូនមករៀននៅទីនេះហេតុអ្វីបានប្រកបជ្រើសរើសកម្មវិធីឬគាត់សិក្សានៅកន្លែងនេះនៅសាលានេះមូលហេតុអីអាហ្នឹងគឺជាការចែកម្លែកមួយដែលយើងអាចប្រើជាប្រភេទ podcast ក៏បានដែរបាទអាចនិយាយអំពីការអបអរសាទរសិស្សដែលទទួលបាននិទ្ទេសល្អនិទ្ទេស A ឬក៏ទទួលបានអាហារូបករណ៍ហេតុអីក៏គាត់បានទទួលបានអាហារូបករណ៍គាត់មានវិធីសាស្ត្រដើម្បីយកអាហារូបករណ៍នៅសាលានេះបានសិតតែជាការចែកម្លែកដូចគ្នាហើយការផ្ដល់ជូនពិសេសទៅលើអាហារូបករណ៍ឬក៏ការបញ្ចុះតម្លៃសម្រាប់វគ្គសិក្សាដែលយើងអាចប្រើទៅលើប្រភេទ content ដែលយើងហៅថាអាចជា MOS ឬក៏ BOS ដែលវាងាយស្រួលក្នុងការប្រើប្រាស់អញ្ចឹងនេះគឺជាការចែកម្លែកដែលខ្ញុំបានស្រាវជ្រាវហើយសួរទៅលើ AI មួយចំនួនដែលវាជួយអញ្ចឹងនៅក្នុងចំណុចនេះខ្ញុំចង់ចែកម្លែកនឹងថា AI វាពិតជាជួយយើងបានច្រើននៅក្នុងការបង្កើតបើយើងចេះប្រើឲ្យចំគោលដៅបាទអញ្ចឹងខ្ញុំមានតែប៉ុណ្្នឹងទេនេះគឺជាប្រភេទមាតិកាសម្រាប់វិស័យអប់រំដែលជាសសរទ្រូង4ជា content pillar ដែលប្រើសម្រាប់ទម្រង់ social media ទៅលើ short reel បាទ YouTube Facebook ឬក៏ TikTok ជួបគ្នាសម្រាប់វីដេអូក្រោយអរគុណ